បើវះកាត់យើងរៀងថ្នមខ្លួនតិចដើរគេងអីយើងត្រូវថ្នមមែនទែនហើយទាំងរបបចំណីអាហារអីចឹងយើងត្រូវញ៉ាំរបស់ណាឆ្អិនល្អជំរាបសួរចាជំរាបសួរបងសុខសប្បាយលីលីចាសុខសប្បាយថោះមិនដែរថ្ងៃនេះអារម្មណ៍ស្រស់ស្រាយចាអរគុណច្រើនសម្រាប់ការចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធី Only 6 Podcast ហើយនេះគឺជាអេពីសូតទី7ដែលអេពីសូតកូនពៅនៅក្នុង Season 1ចាថ្ងៃនេះបងចង់ឲ្យលីលីចែករំលែកខ្លះៗអំពីបទពិសោធន៍នៃការមានផ្ទៃពោះព្រោះដោយសារនេះជាផ្ទៃពោះលើកទី2សម្រាប់អូនឯងមានអីដែលចង់ឲ្យបងស្ត្រីឬក៏មិត្តភ័ក្តិបងប្អូនដែលគាត់ចង់មានកូនហើយមិនទាន់សម្រេចចិត្តថាយកណាចឹងយើងចែករំលែកមើលដើម្បីឲ្យគាត់មានកម្លាំងចិត្តចាសម្រាប់ខ្ញុំផ្ទាល់មុននឹងខ្ញុំសម្រេចយកកូនគឺខ្ញុំគិតមែនទែនបងព្រោះអីយើងជាមនុស្សម្នាក់ដែលពិបាកមានកូនត្រឹមតែយើងមានចូល7ឆ្នាំអញ្ចឹងពេលយើងមានយើងត្រូវថែរក្សាមែនទែនទាំងការញ៉ាំការដេកការដើរឲ្យយើងត្រូវថ្នមខ្លួនមែនទែនបងហើយណាមួយទៀតនិយាយទៅគឺថ្នមខ្លួនហ្មងណាអត់ហ៊ានសូម្បីតែចាស់ចដាក៏ខ្ញុំហ៊ានចាស់ដែររយៈពេលឡើង3ខែខ្ញុំហ៊ានឡើងចាស់បាទហើយសូម្បីតាការហូបចុកយើងត្រូវតាញ៉ាំបន្លែល្អផ្លែឈើល្អណាល្អអញ្ចឹងណាហើយបើបន្លែឆៅគឺអត់ហ្មងហើយចំពោះចំណីអាហារណាដែលគេហាមគឺហាមផ្ដាច់គឺអត់ញ៉ាំហ្មងបាទត្រឡប់ទៅវិញបន្តិចរយៈពេល7ឆ្នាំទៅមានកូនដោយសារតែអូនឯងមានកម្រងថាទុកពេលវេលានឹងឲ្យយូរសិនឬមួយក៏យើងចង់បានដែរតែពេលវេលាអត់ស័ក្តិសមចឹងថាយើងអាចថាយើងចង់បានដែរប៉ុន្តែវាអត់មានព្យាយាមដែរតែវាអត់មានតែដល់ថ្ងៃមួយវាមានដល់ឯងវាជារឿងចៃដន្យចាធ្លាប់បានឮដែរពេលខ្លះគាត់តាមយកកូននោះច្រើនឆ្នាំតែដល់ពេលដែលមានគឺដោយចៃដន្យភាគច្រើនបាទនៅពេលដែលមានសូមឲ្យចែករំលែកពីអារម្មណ៍នៅពេលដែលដឹងថាខ្លួនឯងមានទង្ងន់បែបណាដែរអារម្មណ៍អារម្មណ៍រំភើបបងពេលហ្នឹងនិយាយទៅពេលហ្នឹងសម័យកូវីដផងបាទហើយយើងចិត្តភ័យហើយដល់ពេលយើងតេស្តមើលឃើញយើងអមែនទែនហើយកូវីដសំនឹងពេលដែលយើងរងចាំយូរទៀតចាហើយពេលហ្នឹងអូយភ័យផងផងណាមួយភ័យរឿងកូវីដហើយណាមួយសុបាយចិត្តរឿងយើងចាមានកូនអ្នកដែលទទួលដឹងព័ត៌មានថាអូនមានកូនអ្នកណាគេបន្ទាប់ពីអូនគ្រូសាខ្ញុំអញ្ចឹងស្លាមអីចាពេលអូនប្រាប់ទៅគាត់អារម្មណ៍បែបណាដែរដេកសើចហ្មងមូលហេតុអីបានគាត់សើចchứ យើងព្យាយាមចង់បានយូរឆ្នាំអីដល់គាត់គិតថាជារឿងដ៏អស្ចារ្យចាហើយគាត់គិតស្មានថាខ្ញុំកើតកូវីដដោយសារតែរដូវកាលកូវីដចាហើយគាត់ថាអត់ទេអូនឯងលេងសើចមួយបងអីចឹងថាអត់ទេមែនទេអញ្ចឹងណាទៅគាត់ថាដេកសើចរហូតបណ្ដោយចុះឥឡូវសម្រាប់បទទី2នេះវិញពេលដែលគាត់ដឹងថាមានបទទី2គាត់នៅតែគេងសើចទៀតឬក៏បែបណាគាត់ដូចគ្នាគាត់សុបាយចិត្តនឹងទទួលយកព្រោះគាត់ចង់បានដែរអូខេអញ្ចឹងបានន័យថាអំឡុងពេលនេះការថែទាំបទទី2គឺជាបទពិសោធន៍ដែលធ្លាប់មានហើយចាកន្លងមកចុះពីអារម្មណ៍ផ្លូវចិត្តសម្រាប់បទទី2វិញសម្ពាធផ្លូវចិត្តមានទេឬក៏យើងទទួលបានអារម្មណ៍ take care ពីមនុស្សជុំវិញខ្លួនទាំងអស់និយាយទៅរឿងហ្នឹងគឺថាអាចថាខ្ញុំសំណាងមួយសម្ពាធផ្លូវចិត្តគឺអត់មានហ្មងតាំងគ្រួសារខ្ញុំតាំងប៉ាម៉ាក់បងប្អូនគឺគាត់ take care ខ្ញុំហ្មងអញ្ចឹងអត់ឲ្យធ្វើអីហ្មងដោយសារតែកូនពៅផងអត់ទេកូនទី2ប៉ុន្តែគាត់ស្រឡាញ់និយាយទៅគាត់ស្រឡាញ់ហ្មងអត់ឲ្យទៅលឺថាមានចៅមានអីចឹងគាត់និយាយទៅគាត់នេះថ្នាក់ថ្នមហ្មងបងអូនអាចចែករំលែកបានទេតើធ្វើម៉េចដើម្បីអារម្មណ៍រឹងមាំមិនទទួលបានសម្ពាធឬក៏ការខូចចិត្តខកចិត្តអីផ្សេងៗក្នុងឡុងពេលនេះអាចថាយើងកុំស្ដាប់គេច្រើនពេកអូខេទី1ពេលខ្លះស្ដាប់គេច្រើនពេកឲ្យយើងរារែកចាឲ្យបែងចែកអត់ច្បាស់ហីអញ្ចឹងយើងត្រូវថាបើយើងសម្រេចចិត្តថាធ្វើអានឹងល្អគឺយើងធ្វើអានឹងហ្មងទៅយើងមិនបាច់ស្ដាប់គេច្រើនពេកទេបាទអូខេបាទអរគុណអូនគិតថាការមានផ្ទៃពោះជាបន្ទុកទេមានអារម្មណ៍ថាមានសម្ពាធទេអត់ទេបងព្រោះអីជាអ្វីដែលយើងចង់បានបាទសម្រាប់អារម្មណ៍លើកនេះកូនលើកទី2នេះតើអារម្មណ៍កាន់តែរំភើបឬក៏បែបណាដែរនិយាយទៅអាចថាភ័យអត់ដូចមុនអញ្ចឹងហ្មងនៅតែទទួលអារម្មណ៍បែបនេះទោះបីជាមានបបពិសោធន៍ហើយក៏ដោយចាព្រោះអីយើងរៀងនៅក្មេងណាអញ្ចឹងយើងអត់ចង់ប្រញាប់យកទេប៉ុន្តែធ្វើម៉េចវាមកហើយអញ្ចឹងហ៎បងបាទបច្ចុប្បន្នបានសប្តាហ៍ហើយបានខែហើយ baby បាន21សប្តាហ៍21សប្តាហ៍ចាំក្នុងប្រើពេល2-3ខែទៀតណាចាកាន់តែគៀកដែរ
តើមានកម្រងសម្រាប់ដោយធម្មជាតិឬដោយការវះកាត់ ប្រហែលជាអាចវះកាត់ទេបងព្រោះអីកូនមុនវះកាត់ដែរ អូបាទវះកាត់ដែរអញ្ចឹងអូនអាចចែករំលែកពីការវះកាត់បានទេតើយើងគួរថែរក្សាខ្លួនបែបណាខ្លះដើម្បីឲ្យឆាប់ត្រឡប់មកសុខភាពល្អវិញសម្រាប់ខ្ញុំផ្ទាល់គឺយើងថ្នមខ្លួនព្រោះអីវះកាត់អត់អាចដូចធម្មជាតិបានទេធម្មជាតិគេកើតឲ្យគេស្រួលខ្លួនបើវះកាត់យើងរៀងថ្នមខ្លួនតិចដើរគេងអីយើងត្រូវថ្នមមែនទែនហើយទាំងរបបចំណីអាហារអីចឹងយើងត្រូវញ៉ាំរបស់ណាឆ្អិនល្អបាទបន្ទាប់ទៀតចង់សួរថាតើអូនមានកម្រងបើកូនដោយទឹកដោះអត់ហើយការពីកូនទី1នោះបានបើកូនដោយទឹកដោះអត់ខ្ញុំមានកម្រងប៉ុន្តែបើអាចចឹងថាអាចគឺឲ្យកូនមុំដោះឲ្យបងប៉ុន្តែមកពីខ្ញុំមានបញ្ហាសុខភាពអញ្ចឹងក៏អាចឲ្យកូនមុំទឹកដោះបានចាការពីលើកទី1បានទេបានធម្មខែអូច្រើនណាស់ជាពិតគ្មានអ្វីភាសាជាងទឹកដោះម្ដាយទេហើយជារួមគាត់ត្រូវតែញ៉ាំទឹកដោះម្ដាយក្រោមអាយុ24ខែប៉ុន្តែវាទៅតាមកលៈទេសៈតាមពេលវេលាម្ដាយខ្លះគាត់ក៏អំណោយផលសុខភាពល្អជាដើមចឹងទៅឬអ្នកខ្លះគាត់រវល់ធ្វើការអញ្ចឹងគាត់ក៏ពិបាកក្នុងការបើកូនដោយទឹកដោះដែរចំពោះបច្ចុប្បន្នគឺមានទឹកដោះគោនិងទឹកដោះពពែសម្រាប់អូនគិតថាអាហារូបត្ថម្ភទាំងពីរនេះតើមួយណាល្អជាងហើយមួយណាចាំបាច់ជាងចំពោះកូនខ្ញុំផ្ទាល់កូនទី1ហ្នឹងគាត់មុំទឹកដោះពពែអូបាទចាឃើញថាសុខភាពគាត់ល្អរឹងមាំហើយអត់សូវឈឺហើយឆ្លាតចេះហ្មងប្រាប់អីធ្វើអីចាប់បានបាទអញ្ចឹងអូនគិតថាអាហារូបត្ថម្ភទឹកដោះពពែល្អច្រើនគិតថាអញ្ចឹងពិសេសគឺបបពិសោធន៍ផ្ទាល់ខ្លួនដែលបានប្រើប្រាស់ផ្ទាល់ហើយអូនគិតថាល្អសម្រាប់អូនតើអូនមានកម្រងថានឹងយកកូនប៉ុន្មាន2ហ្នឹងឯងបងអើយមើលទៅតែ2នេះទេហើយអត់ទាន់បានដឹងថាបុត្រទី2នេះជាបុត្រស្រីឬក៏បុត្រប្រុសបុត្រស្រីបុត្រទី1បុត្រីចាអញ្ចឹងបុត្រីទី2ទៀតចាអូមិនបានអត់បន្តយកឲ្យបានបុត្រាមួយនេះទៅមកពីតាមសុខភាពយើងដែរសុខភាពយើងអត់សូវអំណោយផលបងអញ្ចឹងអូនមានពាក្យពេចន៍អីចង់លើកទឹកចិត្តទៅដល់បងដែលគាត់កំពុងតែមានផ្ទៃពោះហើយនឹងត្រៀមទៅសម្រាប់ដូចលីលីដែរចាបងអើយខ្ញុំចង់ប្រាប់ទៅបងឬបងប្អូនដែរមានគម្រោងចង់បាន baby គឺគាត់ត្រូវរក្សាផ្លូវចិត្តឲ្យល្អព្យាយាមញ៉ាំវីតាមីនផ្លែឈើបន្លែអីណាដែលល្អហើយយើងត្រូវប្រុងប្រយ័ត្នមែនទែនចំពោះការឈឺនេះមួយគឺដឹងស្រាប់អីពេលធ្ងន់គឺយើងអត់បានលេបថ្នាំអីដូចអ្នកធម្មតាអញ្ចឹងយើងត្រូវប្រយ័ត្នមែនទែនហើយណាមួយបើយើងចង់ទៅណាទៅណីអីកុំសូវជីឆ្ងាយពេកផ្លូវឆ្ងាយក៏អាចនេះដែរអញ្ចឹងហ៎បងបាទហើយណាមួយយើងមានទងន់អញ្ចឹងអាសាឈឺចកេះអញ្ចឹងភាគច្រើនយើងអាចរបៀបថាត្រេតខ្លួនបានច្រើនជាងអង្គុយពេលអង្គុយយូរអាចឈឺចកេះហ៎បងបាទបទពិសោធន៍ខ្ញុំផ្ទាល់ហ្មងអូខេអញ្ចឹងហើយយើងធ្វើកាយវិការអីមួយដូចកុំឈោងកុំអីដៃខ្ពស់ពេកអញ្ចឹងណាបងចានេះគឺជាបទពិសោធន៍ថ្មីសម្រាប់អេពីសូតទី7នៅក្នុង Only 6 Podcast ពិតជាពិសេសដែលបានអ្នកម្ដាយសម័យថ្មីមានបទទី2ចែករំលែកនៅរឿងរ៉ាវមួយចំនួនដែលគិតថាបងប្អូនឬក៏មិត្តនារីផ្សេងទៀតដែលគាត់គួរតែចង់បាននៅចំណេះដឹងទាំងអស់នេះព្រោះវាចំណេះដឹងទូទៅហើយក៏ជាការចែករំលែកថ្មីដែរមួយទៀតបងចង់ដឹងថាតើការដែលអូនទៅមើលផ្ទៃពោះជាប្រចាំខែនេះវាជារឿងដែលសំខាន់អត់សំខាន់បងព្រោះអីយើងចង់ដឹងពីការលូតលាស់ផនកូនបាទកុំឲ្យលឺគេថាអេកូច្រើនដងអត់ល្អកុំអេកូកាន់តែច្រើនដងគឺល្អដើម្បីចង់មើលកូនថាយើងវិវត្តដល់ណាឯងបងបាទយើងតាមដានសុខភាពរបស់គាត់ចាតាមដានសុខភាពទាំងរាងកាយបេះដូងអីផ្សេងចាកាយសម្បត្តិរបស់គាត់អីហើយតាមដានសុខភាពយើងផងដែរបងចាអូខេអរគុណច្រើនសម្រាប់ការចែករំលែកនៅពេលនេះបងចង់សួរសំណួរចុងក្រោយមួយទៀតចង់សួរថាតើ Lily stress អត់នៅអំឡុងពេលនេះឥឡូវនេះបានប៉ុន្មានខែដូច6 5 6ហើយចារយៈពេលប៉ុណ្ណេះខែមកហើយនឹងឈានទៅមុខទៀតតម្រាំតើបានថា9ខែ10ថ្ងៃណាដើម្បីឲ្យបើពេញពាក្យថាជាស្ត្រីពពោះនឹងតើយើងទទួលអារម្មណ៍សម្ពាធមកខ្លះនៅឬក៏អត់មានទេហើយយើងត្រូវធ្វើចិត្តយើងរឹងមាំកម្រិតណាដូចសម្ពាធអីដូចអត់ដែរមានហងបងមកដល់ប៉ុណ្នេះគឺថាមានតារីករាយជាប្រចាំខែសប្បាយរហូតអីចឹងហ៎បងបាទអត់ដែលមានសម្ពាធអីពីខាងក្រៅមកហើយទោះណាគេដាក់សម្ពាធក៏យើងអត់ខ្វល់ដែរកុំឲ្យតែគ្រួសារយើងមានបញ្ហាអីផ្សេងៗចឹងទៅអញ្ចឹងបានន័យថាត្រូវប្រើពេលវេលាបន្តិចទៀតដើម្បីឈានទៅដល់ចំណុចចុងក្រោយអញ្ចឹងយើងត្រូវតែធ្វើចិត្តឲ្យរឹងមាំហើយពិសេសគឺការ
ថែរក្សាសុខភាពទាំងផ្លូវចិត្តនិងផ្លូវកាយអរគុណច្រើនសម្រាប់ការចូលរួមក្នុងបទសម្ភាសន៍នៅក្នុងថ្ងៃនេះពីកម្មវិធី Only 6 Podcast អរគុណ Lily ក៏ជូនពរសុខភាពល្អនិងសម្រាប់បទដោយសុវត្ថិភាព ចាអរគុណច្រើនអរគុណ